នៅមុខបណ្ដាអង្គទូតប្រមាណ44ស្ថាប័នលោកស្រីបណ្ឌិតសុភីចាភឿងសកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានបង្ហាញសកម្មភាពបំផ្លិចបំផ្លាញលើសម្បត្តិបេតិកភណ្ឌជាតិដោយយោធាថៃនិងបន្តប្រឆាំងជាដាច់ខាតចំពោះបំណងបញ្ចូលប្រាសាទទាំងនោះទៅក្នុងបញ្ជីសារពើផនបេតិកភណ្ឌជាតិរបស់ខ្លួនការនេះបានធ្វើឡើងក្នុងបទបង្ហាញស្ដីពីស្ថានភាពតំបន់វប្បធម៌កម្ពុជាតាមបណ្ដោយព្រំដែនកម្ពុជាថៃដែលរៀបចំឡើងដោយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅរសៀលថ្ងៃទី22ខែឧសភាឆ្នាំ2026តាមរយៈសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំខាងលើលោកស្រីបណ្ឌិតសុភីចាភឿងសកុណាបានថ្លែងអំណរគុណដល់ប្រធាននិងតំណាងបេសកកម្មការទូតនិងអង្គការអន្តរជាតិចំពោះវត្តមាននិងការគាំទ្រជាបន្តបន្ទាប់ចំពោះការដោះស្រាយជម្លោះព្រំដែនកម្ពុជាថៃដោយសន្តិវិធីបន្ថែមពីនេះលោកស្រីបានបញ្ជាក់ជាថ្មីនៅមូលដ្ឋានច្បាប់ចំពោះអធិបតេយ្យរបស់កម្ពុជាលើតំបន់វប្បធម៌ដែលត្រូវបានកាន់កាប់ដោយកងកម្លាំងប្រដាប់អាវុធថៃចាប់តាំងពីខែធ្នូឆ្នាំ2025រួមមានបណ្ដុំប្រាសាទតាមាន់ប្រាសាទតាក្របីនិងប្រាសាទខ្នារលោកស្រីរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីការបំផ្លិចបំផ្លាញយ៉ាងធំធេងចំពោះប្រាសាទព្រះវិហារដែលជាតំបន់បេតិកភណ្ឌពិភពលោកចុះបញ្ជីក្នុងអង្គការ UNESCO ក៏ដូចជាចំពោះបូជនីយដ្ឋានវប្បធម៌ដទៃទៀតដែលមានតម្លៃលេចធ្លោជាសកលរដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ថាសកម្មភាពរបស់ថៃនៅតំបន់បណ្ដុំប្រាសាទតាមាន់ប្រាសាទតាក្របីនិងប្រាសាទខ្នារចាប់តាំងពីបទឈប់បាញ់កាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025មកគឺជាការទាមទារអធិបតេយ្យដោយខុសច្បាប់របស់ថៃសកម្មភាពទាំងនេះរួមមានការរៀបចំពិធីសាសនាការទៅទស្សនាទីតាំងដោយសមាជិកគណៈរដ្ឋមន្ត្រីថៃសកម្មភាពជួសជុលដោយគ្មានការអនុញ្ញាតការដាក់បញ្ចូលប្រាសាទទាំងនោះទៅក្នុងបញ្ជីសារពើផនបេត